តម្លៃនៃជីវិតគឺស្ថិតនៅក្នុងគុណធម៌កណាចំណេះដឹងហើយការប្រតិបត្តិទៅតាមចំណេះដឹងអវាទអនុសាសនីយចឹងស្មោះត្រង់នឹងខ្លួនឯងក៏ដូចជាស្មោះត្រង់នឹងការងារណាប្រទេសជាតិសាសនាដែលស្មោះត្រង់នឹងអ្នកដទៃនឹងឯងចាកលោកនឹងទៅគឺសំរុំដែលកើតមួយជាតិធាតុមួយចានត្រូវបានចេះនៅចំណេះស្អីណាមួយជួយអាត្មាជួយពូជពងវងត្រកូលជាតិសាសនាទៅឈ្មោះថារស់កកបងាប់កគួរណាងាប់កគួរហ្នឹងក្នុងន័យដែលថាកតញ្ញូគេឈ្មោះនៅជាពន្លឺភ្លឺស្វាងជាមរតកដល់កូនដល់ចៅដល់ជានានុជនចឹងហើយក៏ក្នុងដំណើរសុគតិក៏ណាក្នុងដំណើរសុគតិចឹងក៏ណាកង្ហាពីក្រៅមកល្មមអានេះបាត់ចុះចាំមកព្រឹកហ្នឹងឈួលចឹងណាឈួលតែមិនសទុះទៀតណាក្តាស់ក៏ណាហ្នឹងហើយអីទៅខាងក្រៅហ្នឹងឲ្យទៅហើយពុទ្ធបរិស័ទចុះហ្នឹងហើយមិនហ៊ានឲ្យបិទទេអាណិតញាតិញោមថ្ងៃហ្នឹងរៀងហប់ក្តៅតាំងពីព្រឹកណាស្រុកខ្មែរយើងអីយើងស្រុកឥណ្ឌាមានក្តៅស្លាប់មនុស្សណាហ្នឹងហើយក្តៅខ្លាំង40ជាងចិត្ត50អីនោះមិនល្មមទេចឹងហ្នឹងហើយណាហើយបើភ្លើងនរកវិញគ្រាន់តែភ្នែកយើងមើលពីចម្ងាយទៅមកយោជណាភ្នែកហ្នឹងគឺត្រូវស្វាំងភ្លឹបងឹតមកហ្នឹងហើយពន្លឺភ្លើងនរកហ្នឹងវាចាំងធ្វើឲ្យងឹតភ្នែកអាហ្នឹងមិននិយាយពីកម្ដៅទេនិយាយពីចាំងធ្វើឲ្យងឹតភ្នែកចឹងមកយោជហ្នឹងក៏យើងសិក្សាយើងមានសេចក្តីទុក្ខលំបាកហើយតិចតួចក្នុងកំណើតជាមនុស្សនេះយើងកុំប្រញាប់បន្ទុះតោះគឺយើងត្រូវយកសេចក្តីលំបាកតិចតួចហ្នឹងមកសិក្សាឲ្យឃើញថាចុះបើវាលំបាកជាងនឹង2ដងទៅទៀត5ដងទៅទៀតច្រើនដងលើសនឹងទៅទៀតតើលំបាកប៉ុណ្ណាអាហ្នឹងសម្រាប់ពុទ្ធបរិស័ទយើងដែលជាអ្នកបានដឹងហេតុផលអញ្ចឹងគឺយើងក៏កប់បីអប់រំហេតុនៃសេចក្តីសុខហ្នឹងឲ្យបានច្រើនតាន់នៅមានឱកាសមានពេលវេលាការសិក្សានោះវាមានប្រយោជន៍រំលឹកដាស់តឿនយើងអញ្ចឹងហើយនៅក្នុងហ្នឹងវាមានបញ្ញាផងមានសេចក្តីអត់ធន់ទៅក្នុងការទ្រាំលំបាកប៉ុណ្ណឹងនឹងឯងគឺធ្វើឲ្យយើងមិនរាថយមិនបោះបង់កុសលធម៌ចោលទេអានឹងវាមានប្រយោជន៍អញ្ចឹងយើងសិក្សាហើយដែលយើងចេះសិក្សាហ្នឹងក៏ដោយសារយើងបានស្ដាប់ពធទៅក្នុងបត្រៃបិដកព្រះអត្ថកថាហ្នឹងគឺប្រាប់ហេតុផលឲ្យយើងមានសទ្ធាប្រកបដោយបញ្ញាទាំងសទ្ធានាំមុខមិនមែនអត់បញ្ញាទេមិនមែនយើងចេះតែជឿទៅពីទៅពះឯណាណីទេមានហេតុផលសម្រាប់ឲ្យយើងជឿប៉ុន្តែបញ្ញាវាមិនតាន់ចាក់ធ្លុះចឹងសទ្ធានឹងនាំមុខរឿយទៅបញ្ញានឹងចម្រើនឡើងទៅយើងបានជាក់ច្បាស់នៅក្នុងហេតុផលដូចជាកម្មសកម្មហេកម្មទេយេតោអីចឹងទៅដោយកម្មសកតាបញ្ញារហូតដល់ទៅឃើញអរិយសច្ចធម៌ដោយបញ្ញានឹងសទ្ធានាំមុខចឹងសទ្ធាហ្នឹងគឺយើងមិនបានមកពីណាយនៃទៅពីទៅពះទេគឺដោយសារសទ្ធម្មសវណៈការស្ដាប់បត្រៃបិដកព្រះអត្ថកថាហ្នឹងជាអាហារនឹងពុទ្ធដីកាណាសំដែងពីអាហាររបស់សទ្ធាហ្នឹងហ្នឹងឯងហើយឥឡូវកូនប្រុសនាមលេងដក្ខិណាក៏ណាជាគូណាស្វាមីរបស់កូនស្រីនាមហេងបូរីក៏ណា
con chá xong ở đây nè làm ở đây nó hên vào đây con nào hay miền mà đai chấn đai còn đó miền miệt đá cứ ba sự ca chiêng sơ mai cái nào trong sự bọt cá mình đã ba sự cá đã lục sợi chẳng đâu lục sợi chiêng sơ mai hay năng ba sự ca pan ma năng ba sự ca pan ma hay nè lục sợi hình hiệp năng xoa mây năng trời chỉ mày bòn để bòn nè năng anh chẳng cứ sạch tè cầm preo bục ná năng anh nực ở bục á câu prostate năng anh bàn phê về bàn xoa mây riệp ca tới ở bục ắt bàn nơi đằng so chẳng thời nực tham đa dân bàn kia chỉ phê về xoa mây tới sọc sập bài tới rồi dân cái bon phật tiền những hành và sòng tới dân năng anh bục năng anh bàn chạy thàn ấy tới dân ná dân từ bon xa chun con cái nào tôi chỉ cọt nơi rùa năng đại miền chỉ tu tới ná chúng ta bài kia ấy tới năng rằng ná cứ ni chỉ ca rùng lực tu tới thế đòi chả ơn lư máu tha cột năng miền ca bạc cài bạc cam ấy chẳng từ ở tề họ đôi tha phục năng bàn nơi châm bay bạch mở thai ấy nơi tại mai ấy năng phục năng có bay ấy từ chẳng tới cột năng ai mình sẽ bài chặt đòi kết thảo phục mình ban pin tu nửa ti mở thai ấy luôn ấy chẳng cứ cầm ai miền nứt bạc cam sọp ấy không chặt năng anh qua cầm nứt bạc cam sọp nơi không chặt dướng về thưa ơi dân cả tục về đôi chi chủng ngư về đôi chỉ râu non chặt bao dân thế nhưng anh ở miền bị giao ấy đòi dân thế mình men ở dân miền côn tầm lay thay nô và xa ấy đòi xa cầm nứt và cam sọp năng thế chỉ tu tới sọp bài mấy cả đôi là biệp mấy cả đôi chỉ mũi nạ na cả đôi rương ấy cả đôi dân cầm chết tề bằng ao chặt từ ruột sọp kê tới plek lịch sập phê vẽ sọp đây về cọpในขนมจัดสันดานเนี่ยกำเอาเยเมียนจันคือการเงินสำคัญน่ะนาดังกระดอยมันดังกระดอยคือเรื่องเยิงไตรแต่สมอาดจัดระบอกโลนจันสะจัดปริยาวเตะผนังตั้งปดเพียนเนี่ยศาสนานั่นคือเชื่อเอาว่าระบอกเรียสมาสามปดบะเยิงปัจเจประทัวประวินัยตูเมียนเปลี่ยนไปได้บานดอยเงี้ยไตรแต่ปฏิบัติเฮ้ยปฏิบัติยังประยับเตียดนั่งไงในเป็นเลยยังปฏิบัติบ้านยังดังคลุนท่าโอ้ประสันเบอยังมันไปยับดอกขัดสมาจัดนังเต้คือกูยังเสียวกูยังเสียวตรังเลยท่าvề ai dừng slap tới tiếng để mình toàn ban sầm ạt chặt nâng ai hay đời dân ban đọc sầm ạt tới thôi ở dân sầm bài chặt rồi tới dân nâng ban đăng làm pi chỉ vật để ruột nơi sầm bài chỉ mùi nâng chặt để sạch chặt để ngọt chặt để bò để sọt khá luôn ai nâng để mong chẳng khám yên là vây hàng cái mà ở dân sầm bài chiêng chặt để dân sầm bài nơi chỉ mùi nâng đây sọc ngọt sầm bài chỉ mùi nâng phiệp sạch bò để sọtในจัดខ្លួនឯងទេមាសប្រាក់លុយកាក់គួរបណ្ណាក៏ដោយក៏មិនអាចថាចេះតែឲ្យយើងបានសពទៅគ្រប់បែបគ្រប់យ៉ាងទេណាមួយធ្វើឲ្យយើងរឹងរិតតែស្រេកឃ្លានឡើងថែមទៀតផងបើសិនបើយើងអត់មានធัวក្នុងចិត្តសន្តានទេនោះហ្នឹងឯងអញ្ចឹងគឺរឿងនេះជារឿងទូទៅចឹងក៏ណា
tu tư tiền nẹt miên tiền nẹt cò tiền nẹt tôi nẹt thông miên cò tôi thông ấy tam bon riệp chòm mau có bàn tay tha riêng phơi chất cứ trơi tay bộ bật tới đôi cái đây sắp sập bài rồi bỏ chất luôn anh năng ảnh từ chất năng miên có sao là thua miên chụp này đăng miên con là thua nó chỉ tì pừng năng chẳng ai chẳng hay ngày đi ngày sai chẳng còn nào năng ảnh chành vì năng tới chầu rùm bòn ngày đài lục đi chẳng đã sợ đi nơi hàng cào sala samaki năng này cào tia bà sĩ ca thuần đây nó là xua tầm mấy miền đằng ấy qua nè năng này tận na năng này năng này chẳng từ bên từ qua nè tới năng này bà sợ đi năng còn tầm nông chứ mình tiếc quạt nơi nâng tiếc mà đái thế đái thế đi nó đôi lư thần nơi hàng nà nó cho bà về ấy nó chẳng đang thuần ở qua cái này năng này chẳng cứ tập lập từ bên ở hai chiếc màu phùng buồn gọi là ấy năng anh mấy đây là khoa ấy tịch tu ở tập bàn châu rùm tới bộ cao đây quạt để chỉ cảm thấy có ắt miền tây ấy bàn châu rùm châu nằm tranh châu nằm năng anh hay thì cái đây ní có đọ srong đầm bay chia bạch thua màu rầm lật cồn prosray chẳng phong đa chẳng cầm ơi dân miền mông cổ nhẹ thầy khai đôi chia ca rầm lật âm pi thì cái đây slap ấy nâng tích thà thầy khai ấy mình miền ở đây xua ở đây ấy đời xa rầm lật âm pi rương nè bon sọp rư cỏ phụng pi ngày ấy chẳng cầm ai miền phiệp đôi thà dân chết sẵn say chết miền chùm nư ấy tập pi tập pe cái này cứ vay đây chỉ sự cái đây bất nay chỉ vật còn là rất tệ đắng rất tệ lọ còn này nó dân chăm chẳng vậy đây chỉ sự cái đây bất nay chỉ vật đi chỉ sạch chạ thua chẳng và bột ông trong đặt riêng màu vị thi ppp ấy con prosray ấy chẳng hạn ông sầm đai pi sự cái đây bất tới con prosray sầm ra sao ta bắt tập phal chẳng pi nè năng ảnh chẳng dân công nhẹ phải giờ đây xua giờ đây ấy xem đặt tay khai từ pi đại dân phục rất là năng ảnh chẳng ca nghe là đòi cài nè bịa sầm đây là dân riêng prati bát tới giờ đây xua giờ đấy nơi trăng giờ đây là năng tiền chất là đằng côn miệt đa bị đa dân miền đài miền bòn ấy chẳng ná rồi prati bát ở chia sẻ đấy xua sẻ đấy không chỉ vất và dân tới miền tây và đa ở sẻ đấy xua sẻ đấy ấy dân bàn tê tây và đa nó rùa để sọc luôn vào ông năng mình chạy để bàn sọc thế nữa tây và đa cả đó chẳng rùa để miền khăn miền phục triệt cầm ná chỉ bị say miền kỳ lệ tây và đá có nơi để che chuộc này đó năng ảnh tây và đa mới cha để thế có miến tây và đa pu mía có miền dân tì pưng thằng khâm ấy tây và đa cao tục đài nó từ sông sọc ấy tây và đa ôi tây sọc luôn anh từng bàn thoáng năng trời cao tục chẳng tới hay về riêng chui cái nếu mình chăm bạch tê và đá thế mình nuôi dưỡng có thể chui cái này bạn ai thì dân một rất là miền nam để chặt là rồi cái này tê đôi miệt đà bị đà nó cứ chạy bốc và tê vì chom mày nâng ảnh tê và đai na nấy đôi riêng thà chặt là chứ và niềng
មេខាឡានឹងដែលមកជួយព្រះមហាជនុរំមកជួយដោយសារតែព្រះមហាជនុជួយព្រះអង្គឯងបានហែលទឹក7ថ្ងៃអត់បាយសមាទានឧបោសថផងថ្ងៃចុងក្រោយហ្នឹងឯងឡើងកំសាន្តដឹងជាទៅជាមួយទេវបុត្រណារីករាយអស់7ថ្ងៃអត់នៅមើលតលតែ7ថ្ងៃមកបើព្រះបរមពុរិស័ទលួងទឹកស្លាប់បាត់ហើយណាហ្នឹងឯងអាហ្នឹងគ្រាន់តែលើកឲ្យឃើញថាទេវតាដោយកំណើតហ្នឹងមិនមែនចេះតែនៅជួយដូចជាពុកម្ដាយយើងទេពុកម្ដាយហ្នឹងជួយយើងរាល់ថ្ងៃទៀតរាល់ម៉ោងទៀតតែយើងអាចស្លាប់បានគ្រប់ម៉ោងទៀតនៅតូចទៅពឹសណាហ្នឹងឯងនៅពឹសមេលពឹសហៅស្ដាច់លពឹសទៀតហ្នឹងឯងគឺវាកើតមកវាចេះឆ្ងល់ឃើញអីចឹងទៅវាចង់មើលចង់ស្ទាបសពគ្រប់ទាំងអស់ភ្លើងក៏លូកដែរស្អីភ្លឺហ្នឹងហ្នឹងឯងតរលាកម្ដងទៅបានដឹងអញឈប់លូកហ្នឹងហើយស្អីក៏បៀមស្អីក៏ញ៉ាំដែរគឺថាកើតមកនោះវាលោភៈចំណង់វាមកជាមួយបើអត់អានឹងធ្វើម៉េចកើតធ្វើម៉េចបដិសន្ធិមានជាតិកំណើតមកដល់កើតមកវាសំមកសភាពនៃចិត្តចឹងទៅចង់ឃើញចង់ដឹងហើយតោះចិត្តយំណាមាននរណាធ្វើឲ្យម៉ែឪបងប្អូនណាធ្វើអាខឹងនឹងឲ្យខ្លួនឯងក៏មិនចេះធ្វើខឹងហ្នឹងឯងណាទៅចេះរៀបចំធ្វើខឹងអីមិនបាបផងវាមានជាប់ពីក្នុងចិត្តសន្តានមកហ្នឹងឯងយើងសិក្សាយល់ដឹងអ្វីទាំងអស់ហ្នឹងឯងយើងផ្ទៀងផ្ទាត់នឹងពុទ្ធដីកាអញ្ចឹងហើយហ្នឹងឯងដែលមេដាបិតាមើលថែយើងសពគ្រប់ហ្នឹងឯងកុំឲ្យយើងលួងទឹកនឹងចានដែកកធនជួរហ្នឹងក៏លួងស្លាប់ដែរកាប់មុខទៅងាប់ធំបន្តិចទៅចង្អើតណាចូលក្នុងពេងយកផ្ទែលឬក៏លេងបោះកូនបាល់អីហ្នឹងវាចូលទៅក្នុងពេងទៅស្ទុះទៅយកអោនទៅធ្លាក់ភ្លុងទៅក៏ស្លាប់ដែរចឹងណាហ្នឹងឯងបងខ្ញុំបណ្ដាបងដួងនេះនឹងជួយតនចឹងភ្លុងដាច់ជើងឡើងលើទៅចាប់ទាញជើងមកតនហ្នឹងឯងហ្នឹងឬកាលដែលពុកម្ដាយគាត់នៅរស់ហ្នឹងគាត់រៀបរាប់បងអីហ្នឹងគាត់ដឹងហ្នឹងឯងអាហ្នឹងជួយតនភ្លាមអាហ្នឹងតែមកផ្លេទៀតស្លាប់អាហ្នឹងដាំបាល់ចូលពាងទឹកចឹងគឺថាអ្នកដែលជួយយើងឲ្យបានរស់ប្រុសយើងហ្នឹងគឺមេដាបិតាហ្នឹងហើយចេះរហូតមកមើលឥឡូវប្រឹងប្រែងមែនទេណាចេះគេថាអស់វិចិត្តវាចង់អស់វិពោះវិពងដើម្បីបានពិធីយើងរៀបអាពាហ៍ពិពាហ៍ហ្នឹងគឺថាសន្តានចិត្តនេះជាគុណទាំងជាអាហុណាយាចពតតាហ្នឹងជាព្រះរបស់យើងអញ្ចឹងហើយកូនប្រុសស្រីត្រូវគោរពពុកម្ដាយក្មេកនឹងក៏ដូចជាពុកម្ដាយបង្កើតចឹងទៅvìព្រោះជាព្រះរបស់ប្តីយើងជាព្រះរបស់ប្រពន្ធយើងស្រឡាញ់ភរិយាស្វាមីយើងគ្នាយើងហ្នឹងគឺយើងជួយរំលឹកជួយប្រាប់ឲ្យធ្វើបុណ្យជាមួយនឹងម្ដាយដែលគាត់នៅរស់មួយនឹងតកូលរៀមច្បងដែលគាត់នៅរស់នេះតបស្នងសងគុណគាត់នឹងឯងចឹងទៅហើយយើងអនុមោទនាត្រេកអរបន់អំពីគ្នានឹងគ្នាទៅភរិយាស្វាមីហ្នឹងពីព្រោះបានធ្វើបន់ជាមួយនឹងអាហុណាយាចពតតាណੰមេដាបិតាជាអាហុណាយៈជាព្រះអរហន្តរបស់កូនប្រុសស្រីចឹងហ្នឹងឯងជាសេរីសុស្ដីចឹងហើយបើដូចជានិយាយពីរឿងសេចក្តីស្លាប់អីហ្នឹងគឺកំភៃកំខ្លាចវាមិនមែននឹកដល់ការពិតនៃជីវិតទៅវាទៅជារឿងស្អីរឿងអីតាមតែយើងសម័យអត់ទេគឺ
អ្វីឲ្យទៅជាសេចក្តីពិតនៃជីវិតព្រះពុទ្ធអង្គទ្រង់សម្ដែងឲ្យក្មេងចាស់ប្រុសស្រីកុហកបព្វជិតទាំងអស់ពិចារណានឹងគឺព្រះពុទ្ធដីកាហើយយើងប្រតិបត្តិតាមព្រះពុទ្ធទៅគឺសេរីសួស្តីទៀតនឹងឯងព្រោះដូចជារឿងជារាជាធម្មតាព្យាធិជាធម្មតាមរណៈជាធម្មតាព្រាត់ប្រាសជាធម្មតាប្រព្រឹត្តទៅតាមកម្មរបស់សត្វលោក5មុខហ្នឹងជារាជាធិមរណៈការព្រាត់ប្រាសហើយនឹងសត្វលោកប្រព្រឹត្តទៅតាមកម្មហ្នឹងឯងហៅថាអភិនហបច្ចវេកណៈ5យ៉ាងហើយបព្វជិតក៏មាន5នឹងដែរគ្រាន់តែបព្វជិតថែម5ទៀតក្នុងអង្គត្រនិកាយតសកនិបាតព្រះអង្គសម្ដែង10ព្រោះអ្វីដែលជាបព្វជិតមិនមែនជាកុហកហ្នឹងហើយ5នេះទូទៅទាំងអស់អង្គត្រនិកាយបញ្ចកនិបាតអញ្ចឹងការដែលពិចារណាហ្នឹងគឺឲ្យយើងជ្រាបថាកំចាត់បងនៅសេចក្តីស្រវឹងក្នុងជីវិតនឹងឯងតែមិនឲ្យយើងទៅប្រព្រឹត្តបាបកម្មពីវេរាអីទៅនោះទេពីព្រោះយើងមុខតែចាកពីលោកនេះទៅទេមុខតែព្រាត់ប្រាសទៅទេទោះជាយើងទៅធ្វើអាក្រក់ធ្វើបាបអីយ៉ាងម៉េចក៏ដោយអានឹងឯងដែលជួយឲ្យយើងបានទីពឹងព្រោះយើងមិនមែនរកទីពឹងតែក្នុងលោកនេះទេទីពឹងរបស់យើងត្រូវមានចាកលោកនឹងទៅទៀតចឹងទីពឹងដែលត្រូវចាកលោកនឹងទៅយើងត្រូវតែធ្វើឲ្យហើយព្រោះមិនអាចណាជួយយើងតន់ក្រៅពីខ្លួនយើងទេព្រោះចតិបដិសន្ធិលឿនណាស់ណាវាសោបច្ចតេណដ្ឋអន្តរាអត់មាននៅក្នុងរវាងចន្លោះនឹងមួយផ្លេតពីរផ្លេតអីដើម្បីកូនចៅអីធ្វើបន់ជួយទៅតន់គឺអត់ទេចតិពឹបបដិសន្ធិហើយស្រេចតាមកម្មដែលយើងបានសន្សំក្នុងចិត្តសន្តានហើយធ្វើហើយនឹងឯងអញ្ចឹងបានថាទីពឹងក្នុងបរលោកដែលតេតួងនឹងបដិសន្ធិបន្ទាប់ពីចតិរបស់យើងហ្នឹងណានឹងឯងគឺត្រូវតែយើងមានត្រៀមសម្រាប់ខ្លួនយើងហើយស្រេចហើយបើបានដល់ភពឋានល្អទៅអ្នកដតេញាតិមិត្តសន្តានធ្វើបន់បញ្ជូនទៅយើងក៏បានត្រេកអរទៅទៀតទៅមានអីប៉ុន្តែចាំបាច់ត្រូវតែយើងនឹងឯងចឹងពីព្រោះចតិបដិសន្ធិណាបងប្អូនកូនចៅអាឡែងតែយំអាឡែងតែរៀបចំជួនកាលនៅពេទ្យរំតែដឹកមកផ្ទះរំតែងូតទឹករំតែដូរសម្លៀកបំពាក់រំតែមុនប្រសង់អីមើលអានឹងគ្រាន់តែនិយាយឲ្យឃើញថាជួយយើងមិនមិនតាន់បើចតិបដិសន្ធិលឿនឡើងហើយបដិសន្ធិវានៅលើកម្មជាបច្ច័យណានឹងឯងចឹងបានការដែលយើងមានស្មារតីចាំតែថាអ្វីដែលជាសេចក្តីពិតក្នុងជីវិតរឹតតែដឹងរឹតតែល្អកុំតល់ច្រកហើយកុំចង់កិច្ចកុំចង់ជៀសមិនចង់នឹកអត់ទេគឺអត់មែនជាវិធីដោះស្រាយទេរឹតតែនឹកឲ្យឃើញពីសេចក្តីពិតនៃជីវិតយើងមានការដោះស្រាយបានគ្រប់បញ្ហាទាំងអស់សិតតែមានច្រកដោះស្រាយចឹងបញ្ហាខាងក្រៅតាក់ទងនឹងរឿងការដែលយើងមិនទាន់ចេះមិនទាន់ដឹងតាក់ទងទៅនឹងកិលេសនឹងឯងដែលធ្វើឲ្យយើងតល់ច្រកក៏ប៉ុន្តែដល់តែយើងដឹងថាបើវាតាក់ទងនឹងកិលេសអញ្ចឹងព្រះធម៌នេះសិតតែជួយរកដំណោះដោះស្រាយឲ្យយើងបានទាំងអស់នឹងឯងសូម្បីតែព្រះអង្គប្រកាសទុក្ខអរិយសច្ចៈមើលមិនមែនថាអញ្ចឹងសត្វលោកយើងពុទ្ធបរិស័ទយើងនឹងត្រូវតែកើតទុក្ខក្រៀមក្រំទៅជាមួយនឹងទុក្ខនឹងមែនទេអង្គប្រកាសទុក្ខប្រកាសហេតុនៃសេចក្តីទុក្ខអញ្ចឹងសិតតែអាចដោះស្រាយបាននឹងឯងដោយសារកំចាត់បងហេតុនៃសេចក្តីទុក្ខនឹងទៅទុក្ខនិរោធអរិយសច្ចៈជាដំណោះដោះស្រាយវាដូចជាឈឺអញ្ចឹងនឹងឯងដែលមានឱសថពូកែសម្រាប់ដោះស្រាយពិតអញ្ចឹងណានឹងឯងចឹងយើងមានពុទ្ធសាសនាមានពធហ្នឹងគឺសម្រាប់ដោះស្រាយបញ្ហាទាំងពួងទាំងដែលប្រមូលមកនៅក្នុងទុក្ខមស្សៈមហភយ៉ាងគឺសេចក្តីទុក្ខដែលជាភ័យធំរបស់សត្វទាំងឡាយហ្នឹងសិតតែមានវិធីដោះស្រាយទៅបានទាំងអស់ហ្នឹងឯងយើង
ធ្លាប់ឮដំណឹងមកហើយខ្លះមិនតាន់បានចូលរោងការផងទៅគ្រោះថ្នាក់រាចរអីចឹងទៅហ្នឹងឯងបាត់បង់ជីវិតទៅណាជួនកាលក៏ទៅទាំងពីរនាក់ជួនកាលក៏បែកគ្នាម្នាក់ស្លាប់ម្នាក់ក៏របួសធ្ងន់នៅពេទ្យអីចឹងទៅវាត្រូវដឹងខ្លួនឡើងណាពីការទាំងរូបកាយហើយផ្លូវចិត្តនឹងក្រំគ្រាបណ្ណាទាំងអស់ហ្នឹងបើសិនបើអត់មានណាការត្រៀមណាឲ្យជាអ្នកមានការពិចារណាជាអ្នកមានការចេះដឹងក្នុងខ្លួនក្នុងចិត្តសន្តានទេអាចថាសម្លាប់ខ្លួនក៏បានហ្នឹងឯងទៅរឿងទាំងអស់ហ្នឹងវាតល់ច្រកទៅដោះស្រាយមិនរួចធ្វើអត្តឃាតចឹងទៅហើយមានជួយខ្លួនឯងរួចទេធ្វើអត្តឃាតហ្នឹងព្រោះវាមិនបញ្ចប់ត្រឹមស្លាប់ហ្នឹងទេសត្វលោកវាប្រព្រឹត្តទៅតាមកម្មហ្នឹងឯងជួយខ្លួនឯងក៏មិនរួចជួយអ្នកដទៃក៏មិនបានហ្នឹងឯងគឺតល់តែយើងមានជីវិតរស់នៅអញ្ចឹងយើងអរគុណបុណ្យយើងអរគុណមេត្តាបិតាដែលបានឲ្យយើងបាននៅរស់ដល់ពេលនេះរៀបអាពាហ៍ពិពាហ៍យើងនឹងតាំងចិត្តប្រព្រឹត្តល្អដើម្បីតបស្នងសងគុណមេត្តាបិតាតបស្នងសងគុណជីដូនជីតាញាតិកាបងប្អូនអ្នកណាទាំងអស់ហ្នឹងឯងចឹងរួមទាំងប្រឹងប្រែងមានកុសលធម៌ជាទីពឹងជួយខ្លួនឯងនឹងឯងជីវិតត្រូវតែភ្លឺស្វាងនឹងឯងចឹងគឺរំលឹកទៀតថាអ្វីដែលជាសេចក្តីពិតនៃជីវិតកុំខ្លាចក្នុងការស្ដាប់ឬកុំខ្លាចក្នុងការនឹករលឹកដល់កុំខ្លាចណានឹងឯងព្រោះនឹងគឺជាការដែលយើងមានស្មារតីដឹងអ្វីជាសេចក្តីពិតដឹងហេតុដឹងផលទៅយើងរៀបចំអ្វីដែលជាហេតុនៃសេចក្តីវិន័យនឹងគឺយើងលះបង់អ្វីដែលជាហេតុនៃសេចក្តីចម្រើនយើងអប់រំចម្រើនទៅនៅហេតុនោះព្រោះធัวក្នុងជីវិតយើងក៏ដូចជាធម្មជាតិមានហេតុមានផលតែក៏ណាហើយយ៉ាងទៀតការដែលយើងនឹកដល់រឿងជារៀបជាធិមរណៈការព្រាត់ប្រាសសត្វលោកប្រព្រឹត្តទៅតាមកម្មវិបាករបស់កម្មហ្នឹងវាមិនមែនមានតែអនាគតក្រោយពីស្លាប់ទៅណាបច្ចុប្បន្នហ្នឹងក៏វាមានវិបាករបស់កម្មក៏ពិចារណារឿយធ្វើឲ្យយើងបន្ធូរបន្ថយនៅអាការប្រកែប្រកាន់ហួងហែងគ្នានោះទៀតជាធម្មតាការដែលយើងស្រឡាញ់គ្នាជាគូសង្សារឬក៏ជាភរិយាស្វាមីគឺការហួងហែងវាតែងមកជាមួយនឹងឯងចឹងហើយហួងហែងហ្នឹងក៏វាជារសជាតិនៃសេចក្តីស្រឡាញ់ស្នេហាហ្នឹងមានការហួងហែងបើមិនហួងហែងម្នាក់ទៀតគេថាអត់ស្រឡាញ់បងតែដឹងបានអត់ហួងហែងបងអីចឹងទៅវាមានចឹងទៅទៀតហ្នឹងឯងក៏តើមានហួងហែងខ្លះទៅបានស្នេហាហ្នឹងវាមានរសជាតិក៏ប៉ុន្តែកុំពេកគឺណាកុំទៅដល់ថ្នាក់ដែលថាហួងហែងពេកវាដូចជាយើងអោបគ្នារឹតគ្នាខ្លាំងពេកចឹងនោះថប់ដង្ហើមវារស់អាដង្ហើមដកអំបានណាហួងហែងពេកហ្នឹងវាចឹងវាទៅជាបង្ករឿងទៅវិញហ្នឹងឯងហ្នឹងគឺកុំអ្វីជ្រុលពេកតែពេកមិនបានទេចឹងមុំយើងមើលភាពការទាំងអស់ហ្នឹងឯងចឹងពីព្រោះអាភាពតានតឹងក្នុងការរស់នៅជាមួយគ្នាកុំនិយាយត្រឹមតែថាជាដីប្រពន្ធដែលអ្នកដតីពីណាពីណីមកជួបគ្នាស្រឡាញ់គ្នាសូម្បីតែកូនបង្កើតជាមួយម៉ែឪយើងមើលដល់ទៅថ្នាក់ដែលថាម៉ែឪហួងហែងពេកទៅចិត្តរបស់កូនហ្នឹងថាបន់ឲ្យតែអាយុ8 10ហាននឹងបែកចេញពីគាត់អាហ្នឹងទឹកចិត្តកូនទៅច្រើនក្នុងពិភពលោកហ្នឹងតែម៉ែឪហួងហែងពេកអត់ចង់នៅមួយគាត់ទេគឺណាអាហ្នឹងឯងហើយបើគេបើកសិទ្ធ8 10អាចថាមានសិទ្ធអីខ្លួនឯងដោយច្រើនអីចឹង
នឹងចង់ទៅជួលផ្ទះនៅតែឯងអីណានៃអីចឹងណាចង់ទៅនៅមួយមិត្តភ័ក្តិអីណានៃអីចឹងទៅមកអំពីម៉ែឪយើងដឹងហើយថាចង់ឲ្យកូនល្អហើយគាត់មានបទពិសោធន៍ក្នុងជីវិតមកអាម៉េចខុសអាម៉េចត្រូវអាម៉េចល្អអាម៉េចមិនល្អជួនកាលគាត់ស្មានផងទៅក្រែងលោវាអញ្ចេះក្រែងលោវាអញ្ចោះហើយកូនហ្នឹងវាទុកចិត្តក្នុងការដែលខ្លួនឯងសមាគមខ្សែគប់ស្គាល់មិត្តភ័ក្តិនៅនេះនៅនោះអីចឹងទៅដល់តែម៉ែឪហ្នឹងមិនយល់សភាពការទឹកចិត្តរបស់កូនហ្នឹងក្រែងថាកូនហ្នឹងគ្រោះថ្នាក់ក្រែងតែកូនហ្នឹងចាញ់បោកគេក្រែងតែកូនហ្នឹងឯងមិនបានល្អខូចប្រឡូចនេះជានោះដល់ចឹងទៅហួងហែងខ្លាំងទៅកូនហ្នឹងទៅជាណាមិនចង់នៅជាមួយម៉ែឪទៅទៀតហ្នឹងឯងបែកឃ្លាតអីចឹងទៅអាហ្នឹងខ្ញុំណាគ្រាន់តែលើកជាឧទាហរណ៍ទូទៅក្នុងពិភពលោកហ្នឹងឯងស្រុកខ្មែរយើងប្រទេសដែលកាន់ពុទ្ធសាសនាអីក៏ទទួលពុទ្ធសាសនាមកដល់ច្រើនចឹងទៅមិនសូវទេមិនសូវថាដូចថាដែលនៅលីវអីចឹងទៅចង់បែកពីម៉ែពីឪអីទៅវាមិនសូវមានចិត្តវាមានប៉ុន្តែវាមិនមានអីតាមគ្នាទៅច្រើនតែបើស្រុកគេដតីវាមានចឹងជួលផ្ទះនៅតែឯងក៏បានថាចិត្តកន្លែងធ្វើការអីចឹងទៅឬក៏ទៅនៅមួយមិត្តភ័ក្តិអីចឹងទៅប្រុសស្រីអីផងគ្នានឹងចឹងទៅចិត្តកន្លែងធ្វើការឬក៏កន្លែងរៀនកន្លែងអីណាចឹងទៅតាមហ្នឹងហើយដល់ទៅប្រទេសគេវាមានចឹងទៅវាជាគំរូទៅជាទម្លាប់ទៅកូនប្រុសស្រីមិនសូវបាននៅមួយម៉ែឪទេហ្នឹងឯងចឹងវាមានបញ្ហាហួងហែងពេកចឹងប្តីប្រពន្ធក៏ចឹងដែរហ្នឹងឯងមានការហួងហែងពេកចឹងទៅវាទៅជាចង្អៀតចង្អល់តាមតឹងទៅជាសេចក្តីក្រោតថ្នាក់កើតឡើងទៅវិញនឹងឯងដល់ចឹងវាអាចធ្ងន់ធ្ងររហូតដល់ទៅនៅជាមួយគ្នាអត់បានទៀតផងបញ្ហាហួងហែងពេកក៏ណានឹងឯងវាកើតទៅជារឿងដែលថាមានការបែកបាក់គ្នាទៅចឹងបានយើងត្រូវតែយល់ដឹងតាមនឹងទៅការដែលយើងហួងហែងហ្នឹងក៏វាអាចមានប្រសិទ្ធភាពខ្លះណានឹងឯងដែលអាចថាឲ្យនៅជាភរិយាស្វាមីអីរបស់យើងហ្នឹងនឹងឯងចឹងអាចថាក្នុងនាមជាភរិយាស្វាមីមានការគោរពមានការកោតក្រែងមានការខ្លាចញញើតអីចឹងទៅថាជាភរិយាស្វាមីហើយហ្នឹងឯងចឹងទៅការដែលហួងហែងហ្នឹងវាអាចជួយទប់ជួយទាញអីធ្វើឲ្យមានការគោរពមានការកោតខ្លាចអីចឹងទៅប៉ុន្តែមិនមែនមានប្រសិទ្ធភាពទាំងស្រុងទេគឺណាហ្នឹងឯងគឺយើងត្រូវយល់អ្វីវាមានការពិតសម្រាប់ឲ្យយើងទទួលយកបាននៅក្នុងការពិតហ្នឹងយើងត្រូវរៀនយកទីពឹងនៅត្រង់បញ្ញាដែលសិក្សាការពិតនឹងផងអាហ្នឹងជាទីពឹងខ្លួនយើងទាំងព្រោះបញ្ញាដែលយល់ដឹងរបស់យើងត្រូវសិក្សាទៅលើការពិតយើងមិនអាចផ្ញើទីពឹងរបស់យើងទៅលើអ្នកដទៃទៅទាំងស្រុងចឹងទៅមានប្តីក៏ពឹងប្តីទាំងស្រុងទាំងជីវិតខ្លួនឯងហ្នឹងដូចថាมันអាចរស់នៅដោយខ្លួនឯងមិនអាចមានធัวមានមានការចេះដឹងពិចារណាយល់អីសម្រាប់ជាទីពឹងរស់នៅខ្លួនឯងអីគឺកុំឲ្យដតេអញ្ចឹងណាកុំឲ្យមោខៈអញ្ចឹងទៀតគឺត្រូវមានធัวជាទីពឹងដើម្បីបានធัวជាទីពឹងនឹងឯងបាននិយាយពីអភិនហបច្ចវេកណៈ5យ៉ាងនេះ